បាទសួស្តីថ្ងៃនេះខ្ញុំមានវីដេអូសម្រាប់ឲ្យបងប្អូនទស្សនាទៅលើការចិញ្ចឹមកណ្ដូបរបស់ខ្ញុំវីដេអូនេះគឺជាវីដេអូមួយសម្រាប់ផ្ដល់ជាការទស្សនាមើលពីរបៀបក្នុងការឲ្យចំណីកណ្ដូបនៅពេលយប់នេះគឺជាការត្រួតពិនិត្យរបស់ខ្ញុំនៅពេលយប់ពេលដែលខ្ញុំដាក់ចំណីវាថាតើសត្វកណ្ដូបនឹងវាស៊ីចំណីដែលអត់ឬយ៉ាងណាខ្ញុំមើលខ្លាចករណីមួយយើងដាក់ស្មៅឬក៏ស្លឹកចេកឲ្យវាស៊ីទៅខ្លាចវាជួនកាលគឺស្មៅនឹងឯងខ្លាចយើងជ្រកកាត់មកដាក់ទៅគេប្រើប្រាស់ថ្នាំពុលជាងដាក់ទៅអាចកណ្ដូបវាស៊ីទៅអាចនឹងស្លាប់នេះគឺជាការមកត្រួតពិនិត្យមើលសត្វកណ្ដូបដែលវាកំពុងតែនឹងស៊ីចំណីនឹងឯងតែតាមមើលសកម្មភាពឬក៏ភាពរស់រវើករបស់វាគឺអត់មានជាបញ្ហាទេគឺវាស៊ីចំណីធម្មតាហើយកណ្ដូបខ្លះក៏បានពាក្យគ្នាហើយព្រោះឯកណ្ដូបនេះវាជិតនឹងដល់ខែត្រូវវាពងហើយអញ្ចឹងវាជិតពងហើយអញ្ចឹងវាមានពាក្យគ្នាមួយប្រហែលជា4ទៅ5ថ្ងៃទៀតអាចនឹងស្រស់ហើយយើងអាចនឹងរៀបចំកន្លែងឲ្យវាពងការរៀបចំកន្លែងឲ្យវាពងនោះនឹងចាំចែករំលែកទៅវីដេអូបន្តវីដេអូនេះខ្ញុំចង់និយាយតែអំពីការមកមើលកណ្ដូបស៊ីចំណីនៅពេលយប់តើវាមានសកម្មភាពស៊ីយ៉ាងណាខ្សោយឬអន់ចឹងនេះគឺជាវីដេអូដែលថតនៅពេលយប់ដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនានៅវីដេអូនេះអត់មានន័យជាច្រើនទេគ្រាន់តែចង់ធ្វើការបង្ហាញពីសត្វកណ្ដូបស៊ីចំណីនៅពេលយប់តែប៉ុណ្ណឹងហើយខ្ញុំចង់ផ្ដោតទៅលើចំណីវាគឺយើងកុំប្រើចំណីដែលក្រៀមឬស្វិតពេកយើងត្រូវប្រើចំណីណាដែលរាងស្រស់ដើម្បីដាក់ឲ្យវាស៊ីព្រោះកណ្ដូបវាចូលចិត្តចំណីដែលស្រស់ស្មៅស្រស់អញ្ចឹងមានន័យដាក់ទៅវាស៊ីជាពិសេសកណ្ដូបចំណីយើងពេលដែលយើងដាក់ចំណីនៅពេលថ្ងៃវាអត់សូវស៊ីប៉ុន្មានទេកណ្ដូបភាគច្រើនគឺវាស៊ីនៅពេលយប់គឺស៊ីខ្លាំងតែកណ្ដូបនឹងតែបើពេលថ្ងៃយើងដាក់តែបន្តិចបន្តួចទៅបានហើយបើអាចជាស្លឹកចេក2ធាងអីឬក៏3ធាងអីបានចំណែកឯស្មៅយើងអាចដាក់1ក្តាប់ឬជា2ក្តាប់អីទៅដើម្បីដាក់ឲ្យវាស៊ីព្រោះឲ្យថ្ងៃវាស៊ីតិចជាងយប់កណ្ដូបនេះមើលទៅវាឆ្លោះទ្រល្អហើយមួយសានេះគឺអត់សូវជាឃើញងាប់ប្រហែលទេបើសាមុនឃើញមានងាប់ដោយសារតែទីមួយទៅនឹងអាកាសធាតុដែរអាកាសធាតុភ្លៀងខ្លាំងក៏វាអត់សូវអំណោយផលអាកាសធាតុដែលមិនសូវភ្លៀងជាពិសេសអាកាសធាតុរបើកថ្ងៃពេលដែលបើរបើកថ្ងៃគឺកណ្ដូបយើងមានន័យថាភាពរហ័សរហួនរបស់វាគឺល្អមែនទែនគឺវាអត់ stress អញ្ចឹងបើសិនជាភ្លៀងកណ្ដូបនឹងរាំង stress បន្តិចអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេចាំទស្សនានៅវីដេអូបន្តទៀតហើយខ្ញុំនឹងចែករំលែកអំពី
ការចិញ្ចឹមកណ្ដូបនឹងជាបន្ត